កាលពីថ្នាក់ទី1ប្រពៃនិងសំប្រាថ្នាត្រូវបានបញ្ជូនឲ្យទៅរៀនភាសាចិនតាមការចង់បានរបស់ពួកគេខណៈដែលខ្ញុំនិងប្រពន្ធមិនចេះភាសាចិនជាហេតុនាំឲ្យពួកខ្ញុំមិនអាចជួយបង្រៀនឬតម្រង់ទិសផ្នែកភាសាចិនដល់ពួកគាត់បានព្រោះពួកខ្ញុំមិនចេះភាសាចិនប៉ុន្តែចេះតែគិតរកដំណោះស្រាយប្រហែល2ថ្ងៃក្រោយមកខ្ញុំក៏បានរកឃើញដំណោះស្រាយមួយនោះគឺខ្ញុំបានបញ្ចុះបញ្ចូលឲ្យកូនទាំងពីរឆ្លៀតពេលនៅផ្ទះដើម្បីជួយបង្រៀនភាសាចិនមកខ្ញុំវិញហើយពេលនោះខ្ញុំនិងប្រពន្ធបានក្លាយជាកូនសិស្សរបស់ពួកគាត់នេះមានន័យថាកូនទាំងពីរនាក់មានឱកាសក្លាយជាគ្រូបង្រៀនទាំងវ័យកុមារខ្ញុំនៅចាំបានថាគ្រូតូចទាំងពីរនាក់នេះកាចណាស់ជាពិសេសប្រពៃបង្រៀនដោយមានរំពាត់កណ្ដៃព្រោះនៅសាលារៀនពួកគាត់ឃើញគ្រូធ្វើរបៀបនេះដែរតាមពិតរំពាត់នោះមិនមែនសម្រាប់វាយសេះទេតែសម្រាប់ចង្អុលអក្សរលើក្តារខៀនឲ្យសេះអានតាមគ្រូដោយសារខ្ញុំមិនចេះភាសាចិនខ្ញុំអានមិនសូវត្រូវហើយពេលខ្លះក៏ខ្ញុំធ្វើពុតជាអានមិនត្រូវដើម្បីចង់ដឹងថាតើពួកគាត់កែលម្អខ្ញុំយ៉ាងដូចម្ដេចខ្ញុំមិនដឹងទេថាតើមិត្តអ្នកអានដែលជាឪពុកម្ដាយយល់យ៉ាងណាចំពោះដំណោះស្រាយនេះប៉ុន្តែសម្រាប់ខ្ញុំវាសប្បាយរីករាយនឹងធ្វើឲ្យខ្ញុំមានក្តីសុខសុភមង្គលជាពិសេសអាចជួយទាំងកូននិងពួកខ្ញុំផងឲ្យចេះភាសាចិនដែរ